ខេត្តកំពតមានផលិតផលសក្តានុពលជាច្រើនមិនត្រឹមតែដំណាំទុរេនម្រេចឬផលិតផលអំបិលនោះឡើយទឹកត្រីដែលផលិតនៅក្នុងខេត្តជាប់សមុទ្រមួយនេះក៏មានឈ្មោះល្បីល្បាញដែរនៅក្នុងប្រទេសកម្ពុជាសិប្បកម្មផលិតទឹកត្រីជាលក្ខណៈគ្រួសារនេះបានកើតឡើងនៅក្នុងឆ្នាំ1995ដែលបច្ចុប្បន្នបានវិវត្តខ្លួនមកជាសិប្បកម្មធំមួយដែលមានសមត្ថភាពផលិតទឹកត្រីចំនួន 10,000 លីត្រនៅក្នុងមួយខែនិងចែកចាយទូទាំងប្រទេសតើមូលហេតុអ្វីបានជាទឹកត្រីកំពតទទួលបានការគាំទ្របាទខ្ញុំបាទឈ្មោះច័ន្ទសិលសុជាតិជានាយកគ្រប់គ្រងទូតនៅក្រុមហ៊ុន E-Chain Ngaheng Food Production of កំពតដែលភាគច្រើនគេស្គាល់ទឹកត្រី Ngaheng ខេត្តកំពតបាទយើងបានបង្កើតឡើងតាំងពីឆ្នាំ1995មកដល់សប្តាហ៍ថ្ងៃនេះអាចថាជិត30ឆ្នាំអីបាទ27ឆ្នាំបាទកម្មពិតនៅខេត្តកំពតយ៉ាងនេះបើយើងមើលឃើញពីសក្តានុពលជុំវិញយើងមើលទៅគឺអំណោយផលដូចថាទីតាំងខេត្តកំពតគឺខេត្តមួយដែលផលិតអំបិលដែលល្អបាទទី1ទី2យើងមានទីតាំងដែលមានសក្តានុពលនៅជាប់ដៃព្រែកដែលយើងងាយស្រួលនឹងប្រមូលផលក៏ដូចជាខាងនេសាទវត្ថុធាតុដើមមកគឺវាបានស្រស់បាទហើយមួយទៀតគឺអ្វីដែលសំខាន់យើងដឹងហើយថាទឹកត្រីគឺជាអាហារមួយដែលប្រជាពលរដ្ឋរបស់យើងគឺគាត់ប្រើប្រាស់ប្រចាំថ្ងៃគឺមិនអាចខ្វះបាននោះទេបាទការពិតណាស់ធម្មតាក្នុងអាជីវកម្មទាំងអស់ក្នុងការ start up ដំបូងគឺវាមានជួបបញ្ហាពិបាកច្រើនទី1យើងពាក់ព័ន្ធជាមួយនឹងការបច្ចេកទេសក្នុងការផលិតហើយដូចលើកឡើងវាពាក់ព័ន្ធជាមួយនឹងដើមទុនធម្មតាយើងកកើតអាជីវកម្មដំបូងគឺយើងធ្វើពីលក្ខណៈគ្រួសារមកអញ្ចឹងដូច្នេះដើមទុនគឺជាបញ្ហាចម្បងបាទហើយបន្ទាប់មកគឺបញ្ហាគឺទីផ្សារបាទទីផ្សារបើយើងកលេចមើលពី20ជាងឆ្នាំមុនប្រហែលជាបងដឹងហើយថាផលិតផលនាំចូលក៏មានច្រើនហើយអ្វីដែលសំខាន់គឺផលិតផលកម្ពុជារបស់យើងគឺមិនទាន់ទលំទលាយទេដែលប្រជាជនរបស់យើងគាត់ងាកមកប្រើប្រាស់ការប៉ັດណាទឹកត្រីយើងមើលឃើញថាមានច្រើនមែនទែនមិនថានៅខេត្តកំពតក៏ដូចជានៅតាមបណ្ដាខេត្តផ្សេងហេតុអីក៏ទឹកត្រីកំពតជាពលរដ្ឋរបស់យើងគាត់គ្រាន់តែលើកថាទឹកត្រីមកពីខេត្តកំពតគឺគាត់ចាប់អារម្មណ៍ហើយគឺគាត់ចង់សារចំណុចពិសេសគឺទឹកត្រីកំពតរបស់យើងដូចខ្ញុំជម្រាបជូនមុនហ្នឹងគឺទី1គឺយើងជ្រើសរើសវត្ថុធាតុដើមដែលល្អទី2អំបិលនៅក្នុងខេត្តកំពតគឺជាអំបិលមួយដែលល្អដាច់គេបាទគឺមានជាតិកាល់ស្យូមមានជាតិសូដ្យូមអីច្រើនមែនទែនបាទនេះគឺជាចំណុចពិសេសហើយយើងបានបន្ទុំនៅក្នុងធុងឈើដែលជាលក្ខណៈ traditional ពីដូនតារបស់យើងមកបន្ទុំទុកនៅក្នុងធុងឈើក្រោមកម្ដៅព្រះអាទិត្យចាប់ពី365ថ្ងៃឡើងទៅអញ្ចឹងទាំងពណ៌ទាំងក្លិនទាំងរសជាតិគឺវាកកើតឡើងលក្ខណៈធម្មជាតិសុទ្ធសាធបាទនេះគឺជាចំណុចពិសេសរបស់យើងខុសពីទឹកត្រីនៅតំបន់ផ្សេងពិសេសក្នុងការដំណើរការផលិតទឹកត្រីនេះដូចបងដឹងអញ្ចឹងយើងមានខែយើងប្រមូលផលនេសាទពីខាងជាបងប្អូននេសាទរបស់យើងគឺប្រមូលផលនេសាទស្រស់មកយើងយកមកយើងលាយជាមួយនឹងអំបិលរបស់យើងផ្ទាល់បាទបន្ទាប់ពីយើងលាយហើយគឺយើងដាក់នៅក្នុងធុងឈើរបស់យើងហើយយើងមានបច្ចេកទេសរបស់យើងក្នុងការកលក្នុងការអីដើម្បីកុំឲ្យវាខុលឬក៏មានក្លិនអីនេះគឺជាបច្ចេកទេសរបស់យើងឃើញថាសប្តាហ៍ថ្ងៃនេះប្រព័ន្ធបច្ចេកវិទ្យារបស់យើងគឺទលំទលាយអញ្ចឹងក្នុងការស្វែងរកទីផ្សារទាំងក្នុងនិងក្រៅស្រុកខ្ញុំគិតថាវាងាយស្រួលច្រើនមែនទែនបាទដោយសប្តាហ៍ថ្ងៃនេះទីផ្សារខ្ញុំសម្លឹងមើលឃើញថាទាំងការចែកចាយការផ្សព្វផ្សាយរបស់យើងគឺធ្វើបានទលំទលាយច្រើនហើយបងប្អូនជាពលរដ្ឋរបស់យើងនៅក្នុងប្រទេសក៏គាត់យល់ដឹងពីការប្រើប្រាស់នៅបច្ចេកវិទ្យាហ្នឹងបានច្រើននេះគឺភាពងាយស្រួលមួយសម្រាប់យើងផ្សព្វផ្សាយនិងជូនជាព័ត៌មានទៅដល់ពួកគាត់ចំណុចនេះបើសិនជាយើងចែកចាយជាមធ្យមនៅក្នុងប្រទេសរបស់យើងឯងអាចពី 10,000 លីត្រទៅ 15,000 លីត្រក្នុងមួយឆ្នាំក្នុងការយើងអភិវឌ្ឍខ្លួនពីលក្ខណៈគ្រួសារមកក្រុមហ៊ុនដែលយើងមានស្តង់ដារមានគុណភាពមានអីគឺពិបាកមិនមែនតែថាការគ្រប់គ្រងទៅលើគុណភាពឬក៏លើនេះគឺសំខាន់គឺបុគ្គលិកហើយយើងជាថ្នាក់លើផ្ទាល់គឺការចូលរួមហើយការតាំងចិត្តទាំងអស់គ្នាសម្រាប់តម្រូវការដែលយើងឃើញថាកើនឡើងខ្លាំងខ្ញុំមើលឃើញថារដូវកាលបុណ្យទាននេះហើយគឺពីខែចេញភាសាទៅខែ11 12នេះខ្ញុំគិតថាតម្រូវការកើនឡើងពោះភាសាអីបងប្អូនយើងមានកម្មវិធីហើយក៏ដូចជាចេញភាសាធម្មតាគាត់ធ្វើការទិញផលិតផលទិញអីយកទៅចែកជូនបងប្អូនឬក៏អីផ្សេងបុគ្គលិកសរុបនៅរោងចក្ររបស់យើងផ្ទាល់សប្តាហ៍នេះមានប្រមាណជាង50នាក់ហើយភាគច្រើនគឺជាស្ត្រីបាទហើយគាត់គឺជាជនជាតិអ៊ីស្លាមហ្នឹងហើយដែលទី
ទីលំនៅរបស់គាត់គឺនៅចិត្តក្រុមហ៊ុននេះដែរទេបាទហើយមានបុគ្គលិកមួយចំនួនក៏គាត់មកពីខាងឆ្ងាយគាត់ស្នាក់នៅជាមានទីតាំងស្នាក់នៅសម្រាប់ពួកគាត់ផងដែរចុងក្រោយយើងឃើញថាបទចុងក្រោយនេះជាពលរដ្ឋរបស់យើងគាត់ងាកមកប្រើប្រាស់ផលិតផលនៅក្នុងស្រុកច្រើនមិនថាតែផលិតផលរបស់ក្រុមហ៊ុនទឹកត្រីងាហេងកពតទេផលិតផលខ្មែរយើងផ្សេងទៀតក៏គាត់ងាកមកប្រើប្រាស់អ្វីដែលសំខាន់គឺពួកគាត់ឈរទៅលើគោលការណ៍ពង្រឹងទៅលើគុណភាពកុំឲ្យគេថាឲ្យតែផលិតផលខ្មែរពេលខ្លះយើងវាយតម្លៃយ៉ាងម៉េចពេលខ្លះគាត់ទិញផលិតផលខ្លះទៅ made in Cambodia ឬក៏ធ្វើដោយខ្មែរមែនតែมันល្អអីទៅគាត់អាចវាយតម្លៃទាំងអស់អញ្ចឹងរាល់ការធ្វើការអីទាំងអស់គឺយើងឈរទៅលើគោលការណ៍សំខាន់គឺគុណភាពហ្នឹងហើយបាទយើងព្យាយាមផ្សព្វផ្សាយនៅផលិតផលខ្មែរសប្តាហ៍ថ្ងៃនេះគឺគុណភាពការវេចខ្ចប់ស្តង់ដារគួតប្រជែងគឺយើងមិនចាញ់ផលិតផលនាំចូលទេអាចសឹងថាល្អជាងផលិតផលនាំចូលទៀតអញ្ចឹងខ្ញុំមានសំណូមពរទៅដល់អតិថិជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសក៏ដូចជានៅខាងក្រៅជួយគ្រប់គ្រងផលិតផលខ្មែររបស់យើងដែលគាត់ព្យាយាមខិតខំប្រឹងប្រែងតាំងពីលក្ខណៈគ្រួសាររហូតគាត់អភិវឌ្ឍខ្លួនមកដល់ស្តង់ដារមកដល់អីគឺពិបាកណាស់មិនងាយស្រួលទេអញ្ចឹងមានតែសំណូមពរគាត់ថាជួយព្យាយាមគ្រប់គ្រងផលិតផលក្នុងស្រុកដើម្បីសេដ្ឋកិច្ចជាតិរបស់យើងរីកចម្រើនក្រៅពីបច្ចេកទេសក្នុងការផលិតទឹកត្រីការជ្រើសរើសពូជត្រីដែលមកធ្វើវត្ថុធាតុដើមក៏សំខាន់ដែរនៅក្នុងការផលិតទឹកត្រីមានត្រីសមុទ្រពីរប្រភេទប៉ុណ្ណោះដែលអាចផលិតបានទឹកត្រីដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាងគេគឺត្រីកាកើមនិងត្រីពូនបូកផ្សំជាមួយនឹងការអភិរក្សបច្ចេកទេសផលិតទឹកត្រីរបស់ចាស់ៗសម័យដើមនៅក្នុងខេត្តកំពតនេះជាមោទនភាពដែលអាជីវកម្មលក្ខណៈគ្រួសារមួយនេះបានវិវត្តខ្លួនមកដល់ស្តង់ដារជាពិសេសជួយបង្កើតការងារដល់កម្មករជាង50នាក់និងអ្នកនេសាទនៅសមុទ្រជាច្រើនគ្រួសារពីកម្មវិធីបំណិនជីវិតសូមអរគុណសូមជម្រាបលា